ជំរាបសួរលោកយកលោកគ្រូអ្នកគ្រូលោកប៉ាអ្នកបានសិក្សាលោកសិស្សទាំងអស់គ្នាឈ្មោះអ៊ីស្មាខ្ញុំអាយុ52ឆ្នាំខ្ញុំមានបំណងថ្នាក់ទី2ជាមួយឈីឆាមេសូមស្ដាប់ដូចខ្ញុំដូចតទៅរឿងសាច់ខសាមានសាច់ខសាមួយចូលចាច់ទៅឯនៅមាត់បឹងពេលនោះមានត្រីចង្វាមួយបានពីមកវាខសាគិតថាត្រីចង្វានេះតូចណាស់ស៊ីក៏មិនឆ្អែតដែររងចាំត្រីធំចិត្តតែមួយពីរឆ្អែតតែម្ដងត្រីចង្វាក៏ហែកបាត់ទៅមិនតិចទៀតមកមានកូនត្រីក្រាញ់មួយហែមកទៀតវានៅតែមិនចាក់ស៊ីក្រោយមកក៏មានកូនត្រីបន្ទក់មួយហែមកទៀតក៏សាគិតថាបន្តិចទៀតនឹងមានជួបបានត្រីធំជានេះមិនខានត្រីបន្ទក់ក៏ហែបាត់ទៅតាមពីព្រលឹមដល់ព្រឹកខសារងចាំត្រីធំមិនឃើញសោះខសាវិលទៅនំវិញទាំងក្តីស្អេកឃ្លានចុះអរគុណអ្នកទាំងអស់គ្នាបានស្ដាប់និងមើលវីដេអូរបស់ខ្ញុំ